បាទសួស្តីពុកម៉ែបងប្អូនបាទនេះយើងចូលឈានបន្តទៀតបាទឥឡូវយើងកាច់សោហើយបាទពេលដែលយើងដូរប្រេងម៉ាស៊ីនពេលហ្នឹងយើងត្រូវតែកំណត់គីឡូប្រេងម៉ាស៊ីនយើងបងប្អូនបាទហើយយើងកំណត់ហ្នឹងយើងចុចទៅលើប៊ូតុងទាំងពីរនេះចុចឲ្យជាប់មកបាទដើម្បីឲ្យវាលោតម៉ោងទាំងពីរអញ្ចឹងទៅយើង select នៅខាងឆ្វេងបាទអញ្ចឹងបងប្អូនចង់បានប្រមាណគីឡូបងប្អូនចុចនៅខាងស្ដាំវិញដើម្បីឲ្យវាលោតទាំងall chain អញ្ចឹងមកបាទហើយយើងចាប់ផ្ដើមស្រេនៅខាងឆ្វេងបាទយើងចង់យកប្រមាណគីឡូឧទាហរណ៍ថាយើងដូរប្រេងម៉ាស៊ីនយើងកំណត់ថា1500គីឡូបាទអញ្ចឹងយើងត្រូវតែដូរ2000ហើយ2005អញ្ចឹងយើងយក1500គីឡូនេះបងប្អូនបាទនេះ1500គីឡូដល់ពេលយើងចុចបានប៉ុណ្្នឹងហើយ1500ហើយយើង select នៅខាងស្ដាំបាទចុចពីលើហ្នឹងមកបាទពុបប៉ុណ្្នឹងមកគឺវា save ជាប់ហើយបាទអញ្ចឹងយើងកំណត់គីឡូប្រេងម៉ាស៊ីនដែលយើងត្រូវដូរពេលដែលដល់កំណត់1500គីឡូហ្នឹងគឺ all chain គឺវាលោតសញ្ញាភ្លឹមផ្លែតនៅលើតាប់ឡូហ្នឹងហើយអញ្ចឹងបានន័យថាសញ្ញាហ្នឹងវាប្រាប់ឲ្យយើងត្រូវដូរប្រេងម៉ាស៊ីនអញ្ចឹងសម័យបច្ចុប្បន្ននេះគឺចែកជាកាន់តែខ្លាំងទៅហើយបងប្អូនបាទអញ្ចឹងយើងត្រូវចេះអាប់ដេតហ្នឹងហើយអរគុណច្រើនដែលបងប្អូនដែលបានទស្សនានៅវីដេអូខ្ញុំព្យាយាមធ្វើវីដេអូមកវាដើម្បីឲ្យបងប្អូនមើលឲ្យយល់បាទគឺបន្ទាប់ទៀតខ្ញុំនឹងធ្វើបន្ទាប់ទៀតមើលគីឡូម្ដងឥឡូវនេះក៏ប៉ុណ្ណឹងសិនទៅចប់បាទសូមអរគុណបងប្អូនបាទដែលបានទស្សនាវីដេអូបាទសូមជួយគាំទ្រផងបាទ